បាទខ្ញុំបាទថាសវុតព័ត៌មានខ្មែរនៅស្រុកឃ្លីបសូមថ្វាយបង្គំចំពោះព្រះសង្ឃសក្ការៈបងប្អូនជនរួមជាងខ្មែរទាំងអស់ជាទីមេត្រីបាទថ្ងៃនេះគឺជាថ្ងៃច័ន្ទទី26ខែឧសភាឆ្នាំ2025បាទការពិតទៅខ្ញុំបានទទួលคลิปអត្ថបទស៊ីជម្រៅរបស់លោកម៉ៃរិទ្ធនៃកាសែត Fresh News ច្រើនណាស់បងប្អូនតែក្នុងឱកាសនេះណាខ្ញុំនឹងចាក់ផ្សាយអំពីដំណើរទស្សនកិច្ចអឺការជួបជុំកម្ពុជាលើក40ទី46នៅអាស៊ានដែលក្នុងនោះមានសម្ដេចធិបតីហ៊ុនម៉ាណែតបានវត្តមាននៅទីនោះដែរជាមួយគណៈប្រតិភូបាទខ្ញុំសូមបញ្ជាក់ថានៅក្នុងប្រទេសនីមួយៗការរៀបចំប្រព័ន្ធជារដ្ឋាភិបាលដែលការបំពេញការប្រជុំជាផ្លូវការណាប្រទេសអាស៊ានទាំងឡាយនិងពិភពលោកបានទទួលស្គាល់បាទអញ្ចឹងអស់លោកក្មេងៗអ្នកប្រឆាំងខ្លះដែលមិនដែលធ្វើការជាអ្នករាជការជាមន្ត្រីរដ្ឋបាលណាអ្វីដែលខ្លួននិយាយពុំបានដឹងពីកាតព្វកិច្ចអ្វីដែលរាជរដ្ឋាភិបាលធ្វើអ្វីដែលមន្ត្រីនៅក្នុងរាជរដ្ឋបាលសពថ្ងៃដែលមានព្រះមហាក្សត្រជាអ្នកសោយរាជនិងមាននាយករដ្ឋមន្ត្រីមានប្រធានព្រឹទ្ធសភាជាអ្នកគ្រប់គ្រងអញ្ចឹងនៅក្នុងនាទីនេះខ្ញុំសូមចាក់ផ្សាយអំពីដំណើរទស្សនកិច្ចការប្រជុំនៃគណៈប្រតិភូប្រទេសកម្ពុជាយើងដែលដឹកនាំដោយសម្ដេចធិបតីហ៊ុនម៉ាណែតទៅប្រជុំនៅអាស៊ានលើកទី46ដែលខ្ញុំបានទទួលคลิปពីលោកម៉ៃរិទ្ធនៃកាសែត Fresh News បាទអញ្ចឹងខ្ញុំមិនអត្ថាធិប្បាយអ្វីវិញឆ្ងាយទេតែគ្រាន់តែបញ្ជាក់ប្រាប់ថានៅក្នុងប្រទេសនីមួយៗអ្វីដែលរដ្ឋាភិបាលធ្វើគឺដើម្បីប្រយោជន៍ជាតិហើយមុខមាត់នៃអ្នកដឹកនាំតែងតែមានចំណិចនៅលើឆាកអន្តរជាតិជាពិសេសនៅអាស៊ីបាទអញ្ចឹងសូមបងប្អូនមេត្តាតាមដានស្ដាប់ដូចតទៅបាទនិងសារៈសំខាន់នៃវត្តមានរបស់កម្ពុជានៅក្នុងកិច្ចប្រជុំកំពូលថ្នាក់តំបន់នេះកិច្ចប្រជុំក្រៃភាគីនៃប្រទេសជាប់ព្រំដែនបញ្ជាក់នូវកិច្ចសហប្រតិបត្តិការជាប្រពៃណីជាផ្នែកនៃប្រពៃណីដ៏យូរអង្វែងនាយករដ្ឋមន្ត្រី3ប្រទេសដែលមានព្រំដែនជាប់គ្នាគឺកម្ពុជាវៀតណាមនិងឡាវតែងបានអញ្ជើញជួបគ្នាទទួលទានអាហារពេលព្រឹករួមជាមួយគ្នានាព្រឹកថ្ងៃទី26ឧសភានៅមុនកិច្ចប្រជុំកំពូលអាស៊ានបើកដំណើរការជាផ្លូវការនាយករដ្ឋមន្ត្រីនៃប្រទេសទាំង3រួមមានសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីវៀតណាមអេដាមផាមីងជីងនិងនាយករដ្ឋមន្ត្រីឡាវអេដាមសុនសៃស៊ីផាន់ដនត្រូវជារាយការណ៍ជុំវិញកិច្ចពិភាក្សាលើការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង3ឲ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀតពាក់ព័ន្ធនឹងការពង្រឹងបន្ថែមនៃកិច្ចសហប្រតិបត្តិការឆ្លងព្រំដែនការតភ្ជាប់ពាណិជ្ជកម្មហេដ្ឋារចនាសម្ព័ន្ធធម្មពលកិច្ចសហប្រតិបត្តិការបរិស្ថានការផ្លាស់ប្ដូរប្រជាជនទៅប្រជាជននិងភាពបដិញ្ញាចិត្តនៃប្រទេសរៀងៗខ្លួនដែលមិនឲ្យមានក្រុមធ្វើនយោបាយជ្រុលនិយមណាមួយប្រើប្រាស់ទឹកដីរៀងៗខ្លួនបង្កនយោបាយអាមិត្តដល់ប្រទេសជិតខាងរបស់ខ្លួនឡើយកិច្ចប្រជុំកំពូលអាស៊ានលើកទី46គឺបានទន្ទឹមនឹងស្ថានភាពនយោបាយក្នុងតំបន់និងពិភពលោកកំពុងតែមានភាពតានតឹងដោយសារតែសង្គ្រាមធំៗពីរទាំងនៅក្នុងតំបន់មជ្ឈមបូព៌ានិងសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែននៅតែបន្តមិនទាន់ចប់សពគ្រប់នោះនិងកំពុងបន្ថែមដោយនយោបាយគាំពារនិយមរបស់សហរដ្ឋអាមេរិកដែលបានដាក់ចេញនូវការបង្កើនពន្ធដារលើប្រទេសដទៃដែលធ្វើឲ្យចរន្តសេដ្ឋកិច្ចពិភពលោកបានរងនឹងភាពដុនដាបជាមួយនឹងវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលនៅមិនទាន់បានដោះស្រាយរួចហើយបង្កើនដោយសង្គ្រាមពាណិជ្ជកម្មពិភពលោកតាមរយៈការបង្កើនពន្ធគយដោយរដ្ឋបាលសហរដ្ឋអាមេរិកលោកដូណាល់ត្រាំទៀតនោះកិច្ចប្រជុំកំពូលអាស៊ានលើកទី46និងកិច្ចប្រជុំពាក់ព័ន្ធនៅក្នុងប្រទេសម៉ាឡេស៊ីនាពេលនេះនឹងក្លាយជាវេទិកាដ៏សំខាន់សម្រាប់ការស្ដារឡើងវិញនៃយុទ្ធសាស្ត្ររួមរបស់អាស៊ាន
ជំនួបទ្វេភាគីជាមួយព្រះមហាក្សត្ររុញនេះសម្ដេចមហាបវរតបតីហ៊ុនម៉ាណែតនៅថ្ងៃទី26 ខែឧសភានៅបានឆ្លៀតជួបពិភាក្សាទ្វេភាគីជាមួយព្រះចៅស៊ុលតង់ហាជីហាសាណាល់ប៊ូគីយ៉ាមួយអ៊ីហ្សាឌីនវ៉ាឌូឡាព្រះមហាក្សត្រនៃប្រទេសរុញនេះដារូសាឡឹមកិច្ចពិភាក្សាបានធ្វើឡើងនៅក្រៅកិច្ចប្រជុំកំពូលអាស៊ានដោយបានគូបញ្ជាក់ពីការបដិញ្ញាចិត្តរួមគ្នារបស់កម្ពុជានិងរុញនេះក្នុងការធ្វើឲ្យស៊ីជម្រៅសមារណកម្មអាស៊ានការពារសន្តិភាពក្នុងតំបន់និងជំរុញគោលដៅអភិវឌ្ឍប្រកបដោយចីរភាពការផ្ដោតអារម្មណ៍ក្នុងតំបន់វិបត្តិមីយ៉ាន់ម៉ានិងសម្ពាធពាណិជ្ជកម្មការបាត់កិច្ចប្រជុំកំពូលអាស៊ាននៅថ្ងៃទី26 ខែឧសភាត្រូវបានកត់សម្គាល់ដោយការបញ្ចេញក្តីព្រួយបារម្ភជាថ្មីចំពោះបញ្ហាសំខាន់ចម្បងយ៉ាងហោចចំនួន2រួមមានចំនួនស៊ីវិលនៅប្រទេសមីយ៉ាន់ម៉ាដែលកំពុងបន្តធ្ងន់ធ្ងរបន្ទាប់ពីរដ្ឋប្រហារឆ្នាំ2021និងអស្ថិរភាពផ្នែកពាណិជ្ជកម្មអន្តរជាតិបណ្ដាលមកពីគោលនយោបាយគាំពៀនិយមរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump រួមទាំងការគំរាមក្នុងការបង្កើនអត្រាពន្ធលើទំនិញនាំចេញពីតំបន់និងការកាត់បន្ថយជំនួយអភិវឌ្ឍខ្លះៗដែលអាចប៉ះពាល់ដល់សិទ្ធិសេរីបញ្ចេញយោបល់កត្តាសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យជាពិសេសនៅក្នុងប្រទេសអាស៊ានដោយផ្ទាល់វិបត្តិមីយ៉ាន់ម៉ា4ឆ្នាំក្រោយរដ្ឋប្រហារឆ្នាំ2021ដែលបានទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រីអុងសានស៊ូជីនោះរួចមកប្រទេសមីយ៉ាន់ម៉ានៅតែជាប់គាំងក្នុងអំពើហិង្សានិងអំពើចលាចលនយោបាយសង្គ្រាមស៊ីវិលបានបង្ខំឲ្យមនុស្សរាប់រយពាន់នាក់គេចចេញពីទីលំនៅហើយកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាននៅក្នុងការអនុវត្តគោលការណ៍កុងសង្ស៊ូស5ចំណុចរហូតមកទល់នឹងពេលនេះនៅតែអនុវត្តបានតិចតួចនៅឡើយទេប្រទេសម៉ាឡេស៊ីដែលជាប្រធានអាស៊ានបានអំពាវនាវសារជាថ្មីស្នើឲ្យរបបគ្រប់គ្រងយោធាបន្តការចរចានិងស្នើរកការសន្ទនាដាច់ដោយឡែកជាមួយក្រុមប្រដាប់អាវុធនិងផែនការសម្រាប់បេសកកម្មស្វែងរកការពិតរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីលោកមូហាម៉ាត់ហាសានលោកបានបញ្ជាក់អំពីចេតនារបស់លោកក្នុងដំណើរបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ានៅខែក្រោយដើម្បីជួយសម្រួលដល់ការចរចាដោយផ្ទាល់បន្ថែមទៀតដោយបានទទួលស្គាល់ថាការចរចាជាច្រើនជុំទំនងជាត្រូវការដើម្បីឲ្យសម្រេចបាននៅការទម្លុះនយោបាយទាល់ច្រកនោះបញ្ហាពន្ធគយរបស់សហរដ្ឋអាមេរិកប្រធានបទដ៏សំខាន់មួយទៀតនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននាពេលនេះគឺការគម្រាមកំហែងនៃពន្ធដ៏ធ្ងន់មួយរបស់សហរដ្ឋអាមេរិកគណៈដែលប្រធានាធិបតីលោក Donald Trump បានព្រមានអំពីពន្ធចាប់ពី32ទៅ 49% លើការនាំចេញទំនិញសំខាន់របស់ប្រទេសក្នុងអាស៊ីអាគ្នេយ៍នេះប្រទេសអាស៊ានចំនួន6ទោះបីជាមិនមានឈ្មោះជាផ្លូវការក៏ដោយត្រូវបានគេបារម្ភថាអាចនឹងរងផលប៉ះពាល់ដោយផ្ទាល់ចាប់ពីខែកក្កដាឆ្នាំ2025នេះទៅប្រសិនបើកិច្ចចរចាពាណិជ្ជកម្មបច្ចុប្បន្នជាមួយក្រុង Washington នឹងមិនទទួលបានជោគជ័យនោះទេភាពមិនច្បាស់លាស់នេះបានធ្វើឲ្យមានក្តីព្រួយបារម្ភចំពោះការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោកដោយមេដឹកនាំអាស៊ានបានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការរួបរวมនិងភាពធន់ចំពោះការប្រឈមមុខនឹងនយោបាយគាំពៀនិយមរបស់សហរដ្ឋអាមេរិកប្រទេសអាស៊ានបានស្នើរកការធ្វើវិបត្តិកម្មសេដ្ឋកិច្ចការជំរុញពាណិជ្ជកម្មក្នុងអាស៊ាននិងការចរចាបន្ថែមទៀតជាមួយនឹងរដ្ឋាភិបាលសហរដ្ឋអាមេរិកបញ្ហាពាណិជ្ជកម្មនេះទៀតត្រូវបានគេរំពឹងថានឹងត្រូវបានលើកឡើងនៅក្នុងពេលកិច្ចសន្ទនាកម្រិតខ្ពស់ជាមួយនាយករដ្ឋមន្ត្រីចិនអេដាមលីកូជៀងនិងមេដឹកនាំមកពីមជ្ឈមបូព៌ានៅថ្ងៃទី27ឧសភាការពិភាក្សាទាំងនេះមានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការពហុភាគីទប់ទល់នឹងការប្រែប្រួលជាសកលនិងការការពារអនាគតសេដ្ឋកិច្ចរបស់អាស៊ានកាសែត China Daily Asia បានស្ដីថាប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជាសម្ដេចបវរធិបតីហ៊ុនម៉ាណែត
បានគូបញ្ជាក់ពីភាពចាំបាច់សម្រាប់អាស៊ានក្នុងការប្រកាន់ជំហរបរិយាសកម្មមួយដើម្បីប្រឈមមុខនឹងការផ្លាស់ប្ដូរសេដ្ឋកិច្ចពិភពលោកដែលមិនអាចទីទុកជាមុនបានឡើយសម្ដេចបវរធិបតីបានថ្លែងលើកឡើងនៅការតស៊ូមតិដើម្បីឲ្យប្លុកអាស៊ាននេះដាក់ខ្លួនជាទិសដៅតាក់ទាញសម្រាប់វិនិយោគិនដោយប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានស្រាប់និងការពង្រឹងទំនាក់ទំនងជាយុទ្ធសាស្ត្រជាមួយទីផ្សារពិភពលោកសំខាន់ៗទស្សនវិស័យលើសេដ្ឋកិច្ចបៃតងនិង Digital លូបនីយកម្មកិច្ចប្រជុំកំពូលអាស៊ាននឹងផ្ដោតលើកម្រិតនៃផែនការសកម្មភាពអាកាសធាតុរបស់ប្រទេសនីមួយៗជាមួយនឹងការបដិញ្ញាចិត្តរបស់រដ្ឋជាសមាជិកអាស៊ានទាំងអស់ក្នុងការដោះស្រាយកត្តាប្រែប្រួលអាកាសធាតុជាពិសេសការធ្វើបច្ចុប្បន្នភាពលើការរួមចំណែកតាំងចិត្តនៃប្រទេសនីមួយៗក្រោមកិច្ចព្រមព្រៀងនៃទីក្រុងប៉ារីសកិច្ចសហប្រតិបត្តិការក្នុងតំបន់លើធម្មពលស្អាតការការពារទន្លេមេគង្គនិងអរញ្ញប្រទានការផ្លាស់ប្ដូរកាបូនកិច្ចប្រជុំកំពូលអាស៊ាននឹងផ្ដោតលើការអភិវឌ្ឍ Digital ការផ្សារភ្ជាប់ការបែងចែក Digital ក្នុងអាស៊ានការដាក់បញ្ចូលសហគមន៍ជនជាតិភាគតិចប្រជាជនជនបទនិងយុវជននៅក្នុងផែនការអនាគតរបស់អាស៊ានកិច្ចប្រជុំកំពូលអាស៊ានត្រូវបានបង្ហាញពីភាពបដិញ្ញាចិត្តរបស់អាស៊ានចំពោះសាមគ្គីភាពក្នុងតំបន់ទោះបីជាមិនមានភាពស្មើគ្នាផ្នែកនយោបាយនិងសេដ្ឋកិច្ចយ៉ាងណាក៏ដោយសម្ដេចបវរធិបតីត្រូវបានកាសែត China Daily Asia ដកស្រង់ប្រសាសន៍ដែលបានថ្លែងសង្កត់ធ្ងន់លើតម្រូវការសម្រាប់អាស៊ានក្នុងការពន្លឿនការផ្លាស់ប្ដូរឆ្ពោះទៅរក Digital លូបនីយកម្មនិងសេដ្ឋកិច្ចបៃតងវិធីសាស្ត្រនេះមានគោលបំណងធានាឲ្យមានការជឿនលឿនផ្នែកសេដ្ឋកិច្ចប្រែទៅជាផលប្រយោជន៍ជាក់ស្ដែងសម្រាប់ប្រជាជនលើកកម្ពស់កំណើនប្រកបដោយបរិយាបន្ននិងការអភិវឌ្ឍប្រកបដោយចីរភាពកិច្ចប្រជុំកំពូលអាស៊ានក្នុងពេលនេះក៏ជាសារមួយទៅកាន់ពិភពលោកបង្ហាញថាអាស៊ានអាចពឹងផ្អែកលើខ្លួនឯងបានទទួលខុសត្រូវចំពោះបរិស្ថាននិងរួបរวมគ្នាក្នុងការទប់ទល់នឹងសម្ពាធសកលមិនថាសម្ពាធនោះមកពីការប្រកួតប្រជែងឥទ្ធិពលមហាអំណាចសកលពិភពលោកឬនយោបាយគាំពារនិយមនោះឡើយខេត្តបរទេសបានដកស្រង់ប្រសាសន៍សម្ដេចបវរធិបតីនៃប្រទេសកម្ពុជាដែលបានលើកឡើងនៅប្រសាសន៍អំពាវនាវឲ្យមានការធ្វើសមារណកម្មក្នុងតំបន់ឲ្យកាន់តែស៊ីជម្រៅដោយបញ្ជាក់ថាអាស៊ានមិនគួរគ្រាន់តែប្រតិកម្មចំពោះការផ្លាស់ប្ដូរពិភពលោកប៉ុណ្ណោះទេប៉ុន្តែត្រូវរៀបចំយ៉ាងសកម្មនៅអនាគតសេដ្ឋកិច្ចរបស់ខ្លួនតាមរយៈការជំរុញកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធក្នុងចំណោមរដ្ឋជាសមាជិកអាស៊ានអាចបង្កើនភាពធន់នឹងការប៉ះទង្គិចពីខាងក្រៅនិងរក្សាភាពពាក់ព័ន្ធរបស់ខ្លួននៅលើឆាកពិភពលោកចំណុចទាំងឡាយដែលប្រមុខដឹកនាំនៃប្រទេសកម្ពុជាបានលើកឡើងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី46នេះកំពុងតែឆ្លុះបញ្ចាំងពីភាពបដិញ្ញាចិត្តរបស់កម្ពុជាក្នុងការចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ានដើម្បីទម្លុះបញ្ហាប្រឈមជាសកលដ៏ស្មុគស្មាញនិងការជំរុញវិបុលភាពក្នុងតំបន់សម្រាប់ប្រទេសកម្ពុជាកិច្ចប្រជុំកំពូលអាស៊ានលើកទី46ដែលសម្ដេចមហាបវរធិបតីបានអញ្ជើញចូលរួមនេះមិនត្រឹមតែជាវេទិកាបង្ហាញនៅសមត្ថភាពជាអ្នកដឹកនាំមួយរូបក្នុងតំបន់ប៉ុណ្ណោះទេប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីទូនីតិដ៏សកម្មរបស់កម្ពុជានៅក្នុងអាស៊ានថែមទៀតជាពិសេសនៅពេលដែលប្រទេសកម្ពុជាត្រូវបានគេចាត់ទុកថាជាជើងឯកក្នុងការដោះស្រាយបញ្ហាដូចជាការអភិវឌ្ឍប្រកបដោយចីរភាពស្ថិរភាពនៅក្នុងតំបន់និងការធ្វើពិពិធកម្មសេដ្ឋកិច្ចនោះជាដើមក្រោមមូលដ្ឋានសន្តិភាពនៃនយោបាយឈ្នះឈ្នះកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតបានបង្ហាញនៅចំហដ៏មុតមមរបស់ខ្លួនទៅកាន់តំបន់និងពិភពលោកនៅការប្រកាន់ខ្ជាប់នៅទំនាក់ទំនងនយោបាយការទូតចម្រុះពណ៌របស់ខ្លួនពង្រឹងសាមគ្គីភាពក្នុងតំបន់និងភាពបដិញ្ញាចិត្តការពារនិងថែរក្សាសន្តិភាពប្រកបដោយចីរភាពនិងការអភិវឌ្ឍសេដ្ឋកិច្ចរួម
មុននេះខ្ញុំអត់បានចាក់ផ្សាយពីដើមទេព្រោះជួនកាលមានភ្លេង Facebook គេនឹងរករឿងយើងបងប្អូនអញ្ចឹងអត្ថបទស៊ីជម្រៅរបស់លោកម៉ៃរិទ្ធតែងតែផ្ញើមកខ្ញុំច្រើនណាស់បងប្អូននេះច្រើនណាស់បាទតែក្នុងឱកាសនេះដោយសារខ្ញុំយកឃើញថាคลิปនេះមានប្រយោជន៍បាទនេះគាត់ផ្ញើមកខ្ញុំច្រើនអត្ថបទជាច្រើនណាហើយថ្ងៃនេះខ្ញុំចាក់អត្ថបទស៊ីជម្រៅដែលតាក់ទងដំណើរទស្សនកិច្ចរបស់សម្ដេចធិបតីហ៊ុនម៉ាណែតទៅប្រជុំនៅឯប្រទេសម៉ាឡេស៊ីជាការជួបជុំខួបទី46នៃប្រទេសអាស៊ីដែលបងប្អូនក្នុងនិងក្រៅប្រទេសបានមើលឃើញថាកាតព្វកិច្ចក្នុងនាមអ្នកដឹកនាំរដ្ឋាភិបាលនីមួយៗត្រូវតែមានកិច្ចការធ្វើជាច្រើនហើយខ្ញុំជឿជាក់ថាសម្ដេចធិបតីហ៊ុនម៉ាណែតនឹងទៅទស្សនកិច្ចទៅប្រទេសជប៉ុនហើយខ្ញុំយល់ឃើញថាមានបងប្អូនបាតកោខ្លះដែលកំពុងតែត្រៀមចាំនឹងវាជារឿងសម្រាប់អ្នកដែលមិនពេញចិត្តក្នុងនាមខ្លួនមិនពេញចិត្តអ្វីមួយក៏ប៉ុន្តែអ្វីដែលយើងបញ្ចេញជាទស្សនៈបែបអហិង្សាត្រូវតែឈរនៅលើស្មារតីជាតិនិយមបាទបើណែឯងទៅជេរម្រាយគេប្រមាថមើលងាយគេមិនថាឡើយនាយករដ្ឋមន្ត្រីឬក៏មន្ត្រីទាំងអស់នោះទេសូម្បីតែខ្ញុំអ្នកគ្រប់គ្រងណាគណៈបកប្រជាជនក៏យើងមិនអាចទទួលយកបាននៅពេលដែលអ្នកខ្លះទៅធ្វើបាតកម្មស្រែកជេរប្រើពាក្យអសុរោះអញ្ចឹងយើងមានសិទ្ធិណាដើម្បីហៅអ្នកឯងមកបកស្រាយនៅតុលាការក៏បានដែរអញ្ចឹងខ្ញុំសូមបញ្ជាក់ថាសិទ្ធិសេរីភាពដែលមាននៅក្នុងប្រទេសសេរីវាជាការពិតហើយប៉ុន្តែសិទ្ធិអ្វីក៏ដោយបើយើងរំលោភលើគេមើលងាយគេណាមិនឲ្យតម្លៃគេអញ្ចឹងគេមានសិទ្ធិប្រើប្រាស់ច្បាប់ដើម្បីរកខុសត្រូវរកយុត្តិធម៌ចំពោះខ្ញុំថ្មីបើខ្ញុំបានទទួលអត្ថបទស៊ីជម្រៅរបស់លោកម៉ៃរិទ្ធច្រើនណាស់បងប្អូនប៉ុន្តែដោយសារខ្ញុំរវល់អញ្ចឹងថ្ងៃនេះខ្ញុំសូមចាក់ផ្សាយផ្ទាល់ហើយខ្ញុំមិនទាន់បញ្ចេញទស្សនៈអ្វីទេណាដោយសារខ្ញុំមានកម្រងនឹងបញ្ចេញទស្សនៈជាបន្តទៀតតាមរយៈនេតិខ្មែរនឹកស្រុកคลิปតែខ្ញុំសូមបញ្ជាក់ប្រាប់បងប្អូនទាំងអស់ក្នុងប្រឆាំងក្តីមិនប្រឆាំងក្តីថាខ្ញុំថាលសវុតឈរនៅលើទស្សនៈជាតិនិយមបើណែឯងចូលក្នុងគណៈបកណាមួយណែឯងជាមនុស្សអាក្រក់ជាមនុស្សដែលគ្មានវិចារណញ្ញាណណែឯងក៏គ្មានតម្លៃដែរអញ្ចឹងយើងធ្វើជាមនុស្សទោះបីក្នុងគណៈបកណាក៏ដោយយើងទៅឈរនៅលើសច្ចភាពណាកុំប្រើគំនិតបែបទុតិយនិយមបកស្រាយណាដើម្បីវាយប្រហារក្នុងគំនិតអាក្រក់ណាដូច្នេះអ្វីដែលជាការពិតដែលជាសច្ចយុត្តិធម៌ខ្ញុំថាលសវុតតែងតែគ្រប់គ្រងជានិច្ចអញ្ចឹងក្នុងពេលនេះនេតិខ្មែរនឹកស្រុករបស់ខ្ញុំនៅតែដំណើរការជានិច្ចបញ្ចេញទស្សនៈជាសារវ័នសម្រាប់ប្រទេសជាតិហើយបងប្អូនខ្លះដែលមិនដែលធ្វើកិច្ចការក្នុងកិច្ចការរាជការក្នុងរដ្ឋាភិបាលទៅគិតមាត់បងប្អូនអាចនិយាយបានប៉ុន្តែច្បាប់ក៏អាចធ្វើអ្វីទៅលើពួកបងប្អូនបានដែរជាពិសេសបើពួកបងប្អូនយល់ឃើញថាអ្នកដឹកនាំបពប្រឆាំងមិនពេញចិត្តយើងធ្វើអ្វីមួយក្នុងភាពអហិង្សាថ្លៃថ្នូរតែបើបងប្អូនធ្វើក្នុងអំពើអាក្រក់ណាដោយប្រើពាក្យសម្ដីមិនសមរម្យគេក៏មិនអាចទទួលយកបានដែរបាទអញ្ចឹងខ្ញុំចាំមើលថាតើទស្សនកិច្ចបន្ទាប់ពីបញ្ចប់ការប្រជុំនៅប្រទេសម៉ាឡេស៊ីនឹងមានកម្មវិធីជាច្រើនទៀតសម្រាប់គណៈបព្វភូនៃរាជរដ្ឋាភិបាលខ្មែរដែលដឹកនាំដោយសម្ដេចធិបតីហ៊ុនម៉ាណែតនឹងធ្វើដំណើរតទៅទៀតទៅក្នុងប្រទេសអាស៊ីទាំងឡាយជាពិសេសទៅប្រទេសជប៉ុនបាទអរគុណជម្រាបលាបាទ